ទឹកចិត្តមានតម្លៃជាងទឹកប្រាក់កូនជាទីស្រឡាញ់ការកូនទៅបម្រើការងាររាជការឬក៏ទៅធ្វើការស៊ីឈ្នួលអីគេគឺកូនធ្វើការអ្វីក៏ដោយចូលកូនធ្វើឲ្យពេញដៃពេញជើងប្រឹងប្រែងឲ្យអស់សមត្ថភាពឲ្យសមនឹងតម្លៃប្រាក់ខែឬក៏តម្លៃឈ្នួលបើសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែឬក៏តម្លៃឈ្នួលនោះក៏រឹតតែល្អកុំធ្វើការក្រន់តែដើម្បីឲ្យបានប្រាក់តែម្យ៉ាងកុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះត្រូវធ្វើការងារដើម្បីឲ្យជាការងារសម្រេចដោយល្អផងទៅជាការសមរម្យនោះយើងគួរជាមនុស្សមានទឹកចិត្តកុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះមនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែប្រាក់ឈ្នួលដោយការពេញចិត្តសម្ដែងដល់ចិត្តដែលមិនយកប្រៀបលើគេទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែសម្រាប់ការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខសេចក្តីរីករាយជាសុខនេះឯងជាខ្លឹមសារសំខាន់នៃជីវិតដែលមិនអាចរកទិញនៅទីណាបានឡើយក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯងកាលដែលមនុស្សយើងមានទឹកចិត្តចិត្តក៏រមែងមាននៅទឹកសម្រាប់ផ្សើមឲ្យស្រស់បោះតិចប្រសិទ្ធៈនៅសេចក្តីកំណាញ់និងការចរណែនជាដើមខុសអំពីមនុស្សដែលមិនមាននៅទឹកចិត្តមនុស្សដែលមិនមានទឹកចិត្តក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខនៅក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះដោយស្រែដែលខ្វះទឹកអញ្ចឹងឯងចូលកូនប្រខាត់ខ្លួនឲ្យបានទៅជាមនុស្សមានទឹកចិត្តចូលកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេឬជាអ្វីដែលមិនល្អឲ្យសោះកូនត្រូវគិតដូច្នេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងក៏បីមានឲ្យដល់គ្នាដើម្បីបាននៅធ្វើការងារជាមួយគ្នាអស់កាលដ៏យូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូន